ការឋានខ្ញុំនឹងរៀងពេលល្ងាចឯបងប្អូនដោយស្បែកខាងនេះក៏គាត់ចាប់ជីឲ្យដែរបងប្អូនចាប់ជីតសគាត់ចាប់ផ្ដើមអ្នកលាយស៊ីម៉ង់ហ្នឹងបាទមានផ្លែស្រូវចេញមកបដៅបងប្អូននេះបាទអត់មានផ្ទះជាប់ខ្ញុំទេបាទមានតែផ្ទះបងប្អូនកំហាក់មួយចេញពីកន្លែងដីខ្ញុំហ្នឹងបងប្អូនហើយខ្ញុំធ្វើដំណើរខាងឆ្វេងដៃខ្ញុំហ្នឹងគឺជាបាទឲ្យខ្ញុំចង់ជិះមើលភូមិសាស្ត្រទីតាំងនៅម្ដងគេហៅផ្ទះបរិយគេធ្វើដើម្បីដាក់លក់មានបាយមានសម្លប្រហើជំរាបសួរបងប្អូនបាទឥឡូវនេះខ្ញុំមកកាន់កន្លែងការឋានខ្ញុំនឹងរៀងពេលល្ងាចឯបងប្អូនដោយសារព្រឹកមិញរវល់ហើយឃើញមកដល់ទីតាំងនេះឃើញពួកគាត់ធ្វើការងារបានច្រើនមែនតើបាទឥឡូវនេះម៉ោង4កន្លះហើយបងប្អូនខ្ញុំមកដល់ទីតាំងនេះបាទហើយព្រឹកមិញហ្នឹងខ្ញុំបានមកបាទហើយឥឡូវហ្នឹងគាត់ធ្វើការងារបានច្រើនដូចនៅខាងមុខលបងខាងមុខឯហ្នឹងគាត់បានចាប់ជីហើយបាទចាប់ជីអក្សរខាងមុខហ្នឹងបាទយើងឃើញការងាររបស់គាត់ធ្វើលឿនដែរបងប្អូនបាទព្រោះប្រហែលថ្ងៃមុនហ្នឹងភ្លៀងខ្លាំងមែនទេបងប្អូនដល់អញ្ចឹងទៅថ្ងៃនេះបានអត់ភ្លៀងយើងធូរតិចបងប្អូនបាទហើយខ្ញុំបានមកពេលល្ងាចអញ្ចឹងក៏អាកាសធាតុល្អដែរបាទតាមផ្លូវមុខដីខ្ញុំបងប្អូនបាទឥឡូវហ្នឹងគឺបងប្អូនយើងមួយបាទគាត់ជិះត្រឡប់ពីកន្លែងធ្វើការទៅកាន់ផ្ទះរៀងខ្លួនណាបាទហើយខ្ញុំមកថតពេលនេះបាទរៀងល្ងាចបាទ4កន្លះហើយបាទខ្ញុំមកដល់ទីតាំងធ្វើលបងកន្លែងដីខ្ញុំនោះបងប្អូនហើយផ្នែកខាងនេះក៏គាត់ចាប់ជីឲ្យដែរបងប្អូនចាប់ជីតសបាទគាត់ធ្វើហើយបាទហើយព្រឹកមិញខ្ញុំបានមកថតគាត់សកម្មភាពគាត់ធ្វើការងារបាទឥឡូវហ្នឹងដោយសារពេលល្ងាចបាទគាត់សឹងតែដល់ម៉ោងគាត់សម្រាកដែរបាទខ្ញុំមើលទៅណាបាទឥឡូវចាំមើលបន្តិចទៀតខ្ញុំដើរទៅខាងក្នុងបាទឥឡូវខ្ញុំថតពីខាងមុខឲ្យបងប្អូនមើលកន្លែងដីហ្នឹងសិនបាទកន្លែងហ្នឹងក៏ដាក់ដែកសម្រាប់ទ្វាររុញឲ្យដែរបងប្អូនគាត់ចាក់រួចហើយបាទសម្រាប់ដែកទ្វាររុញហ្នឹងហើយខាងនេះវិញបាទគាត់បូកស៊ីម៉ង់ខាងក្នុងបាទរួចជាស្រេចហើយអាស៊ីម៉ង់លើកម្ពស់កន្លះម៉ែត្រហ្នឹងបាទក៏បានប៉ាតស៊ីម៉ង់បាទតាំងពីខាងមុខហ្នឹងបាទរហូតទៅដល់ខាងក្រោយតែម្ដងបាទថ្ងៃនេះបាទដោយសារថ្ងៃនេះអត់ភ្លៀងបាទយើងសំណាងបាទប្រហែលថ្ងៃម្សិលមួយថ្ងៃមួយហ្នឹងបាទ2-3ថ្ងៃហ្នឹងគឺភ្លៀងជាប់បងប្អូនអត់បានធ្វើអីទេបាទហើយឥឡូវហ្នឹងគាត់បាទការងារគាត់ក៏បានបញ្ចប់ហើយបាទតាមខ្ញុំមើលទៅគាត់នៅរៀបចំឬក៏បន្តការងារបន្តិចទៀតអីមើលទៅបាទឬក៏គាត់បានរៀបចំសម្ភារៈទុកសិនដើម្បីបន្តការងារថ្ងៃស្អែកទៀតបាទហើយខ្ញុំមកដល់ពេលល្ងាចអញ្ចឹងបាទយើងឃើញគាត់ធ្វើរួចរាល់ហើយបាទហើយម៉ោង5ហ្នឹងដល់ម៉ោងគាត់សម្រាកបាទម៉ោង5គាត់សម្រាកគាត់ញ៉ាំបាយញ៉ាំអីចឹងទៅបាទឥឡូវហ្នឹងគាត់កំពុងតែរៀបចំការងារគាត់កែបខ្សាច់បាទកែបខ្សាច់ដាក់ក្នុងធុងអីចឹងទៅបាទហើយគាត់នេះគាត់អូននេះអង្គុយមើលឈោមើលទេសភាពដែរបាទហើយគាត់នឹងកំពុងតែលាយបាទឥឡូវគាត់ចាប់ផ្ដើមអ្នកលាយស៊ីម៉ង់ហ្នឹងបាទគេដាក់ខ្សាច់ដាក់ស៊ីម៉ង់ចូលគ្នាមានម្នាក់លាយចឹងទៅបាទដើម្បីយកស៊ីម៉ង់ហ្នឹងទៅប៉ាតជញ្ជាំងបាទហើយយើងឃើញទេសភាពបាទយើងមើលពីនេះទៅខាងក្រោយបងប្អូនឃើញស្អាតទេបាទពេលល្ងាចអញ្ចឹងបាទត្រជាក់តែម្ដងបាទហើយអត់ភ្លៀងបាទបើសិនភ្លៀងអីគឺថាយើងពិបាកធ្វើការងារបាទនៅតាមលើដីហ្នឹងដោយសារភ្លៀង2-3ថ្ងៃជាប់ហ្នឹងក៏មានដក់ទឹកផងដែរបាទនៅលើដីខ្ញុំហ្នឹងណាបាទហើយបែកខាងនេះវិញគឺស្រូវដុះខៀវស្រងាត់តែម្ដងគឺដោយសារត្រូវទឹកភ្លៀងបាទ2-3មេមករុក្ខជាតិទាំងឡាយបានលូតលាស់បានល្អបាទជាពិសេសអ្នកធ្វើស្រែហើយយ៉ាប់តាខាងខ្ញុំឯងបងប្អូនព្រោះខ្ញុំធ្វើលបងចំរដូវវស្សាអញ្ចឹងបន់ឲ្យតែអត់ភ្លៀងទេបាទហើយបើសិនភ្លៀងមកយើងពិបាកយើងអត់បានធ្វើការងារបាទឥឡូវហ្នឹងយើងឃើញហើយបាទនៅសកម្មភាពនៅលើដីខ្ញុំទាំងមូលហ្នឹងបាទហើយខ្ញុំមកថតនេះគឺចំពេលល្ងាចបាទឥឡូវហ្នឹងមក7:05ហើយបងប្អូនបាទហើយខ្ញុំថតទៅខាងមុខវិញឃើញចេះបាទហើយនៅខាងមុខលបងខ្ញុំនៅតែមានដូចមើលទៅដូចបែកផុកចឹងណាបងប្អូនដោយសារភ្លៀងប្រហែលថ្ងៃមុននឹងដល់ហើយបាទភ្លៀងសឹងតែទឹកភ្លឺតែម្ដងបងប្អូនបាទអញ្ចឹងហើយខ្ញុំសង្ឃឹមថាថ្ងៃនេះប្រហែលជាងធ្វើមិនបានទេបាទប៉ុន្តែគាត់បានធ្វើកិច្ចការបានច្រើនគួរសមដែរបងប្អូនបាទឥឡូវហ្នឹងយើងឃើញទស្សនវិជ្ជាពេលល្ងាចហ្នឹងបាទគឺមានបងប្អូនយើងបាទជិះតាមផ្លូវមុខផ្ទះដីខ្ញុំហ្នឹងបាទម្នាក់ហ្នឹងស្រោត
រស់រាន់ត្រឡប់ទៅកាន់ផ្ទះរៀងខ្លួនណាបងប្អូនហើយជានេះជាទស្សនភាពពេលល្ងាចបាទនៅប្រាសាទចិត្តវត្តប្រាសាទឯកភ្នំហ្នឹងណាបងប្អូនបាទហើយយើងឃើញទស្សនភាពពេលល្ងាចស្រស់ស្អាតមែនតែនបាទយើងមានភាពជាក់ប្រជុំបាទដោយសារមេឃរៀងសទុំផងបាទហើយកន្លែងដីខ្ញុំសិតតែមើលទៅដូចបែកខុសដល់បងប្អូនដោយសារយើងទៅចាក់ដីហើយដល់ភ្លៀងមកអញ្ចឹងទៅវាដកបាទហើយធ្វើឲ្យដីយើងរៀងបែកដែរបើសិនយើងមានឡានមានអីចេញចូលអញ្ចឹងគឺមើលទៅវាដូចភុះដូចជ្រាំអញ្ចឹងណាបងប្អូនបាទឃើញហើយបាទនៅខាងមុខដីរបស់ខ្ញុំហ្នឹងបាទហើយការងាររបស់គាត់ថ្ងៃនេះគាត់បានធ្វើចាប់ជីបាទចាប់ជីនៅមុខជញ្ជាំងបាទនៅជញ្ជាំងខាងមុខទាំងកសហ្នឹងគឺបានរួចរាល់ហើយបាទថ្ងៃនេះប៉ុន្តែការបូកស៊ីម៉ង់ជញ្ជាំងមិនទាន់ហើយបងប្អូនបាទឥឡូវនេះយើងមើលទស្សនភាពនៅខាងមុខដីខ្ញុំហ្នឹងបងប្អូនបាទមានបងប្អូនយើងធ្វើដំណើរប្រុយបាទទៅតាមគេហដ្ឋានរបស់គាត់រៀងខ្លួនហើយបាទដើម្បីទទួលទានអាហារពេលល្ងាចបាទហើយខ្ញុំនឹងថតយកទេសភាពពេលល្ងាចបាទនៅជុំវិញដីខ្ញុំនេះបន្តិចទៀតដើម្បីចែកជូនបងប្អូនទស្សនាកម្សាន្តបាទបន្ទាប់មកខ្ញុំនឹងធ្វើដំណើរទៅតាមផ្លូវភ្លោះឯកភ្នំបាទបងប្អូនដើម្បីត្រឡប់ទៅបាត់ដំបងវិញហើយនឹងជិះកាត់តាមផ្លូវហ្នឹងឆ្លៀតថតគេហៅថាទេសភាពពេលល្ងាចបាទនៅតាមផ្លូវភ្លោះឯកភ្នំហ្នឹងចែកជូនបងប្អូនទស្សនាកម្សាន្តផងដែរបាទហើយឥឡូវនេះយើងមើលទស្សនភាពនៅជាប់ស្រែខ្ញុំហ្នឹងបងប្អូនបាទនេះបាទគឺឃើញស្រូវបាទស្រូវចាប់ផ្ដើមចេញផ្លែបងប្អូនបាទចេញផ្លែមួយហើយបាទយើងឃើញឡើងពណ៌ខៀវស្ងាត់តែម្ដងបាទនេះបាទយើងបងប្អូនឃើញបងប្អូនបាទនេះជាផ្លែស្រូវឬក៏យើងថាគួរស្រូវក៏បានដែរបងប្អូនចាប់ផ្ដើមចេញហើយកន្លែងនេះដោយសារភ្លៀងប្រហែលថ្ងៃនេះក៏មានដក់ទឹកនៅលើដីខ្ញុំផងដែរបងប្អូននេះបាទសិតតែដីឥឡូវនេះក៏មានដំណាំស្រូវក៏ដុះលើដីខ្ញុំដែរបងប្អូនបាទដុះលើដីយើងមួយដែរណាបាទដោយសារដីយើងទៅចាក់ហើយថ្មីអញ្ចឹងបាទឥឡូវមានស្មៅមានអីចាប់ផ្ដើមដុះបាទពេជ្រប្រឡូកបដាបាទមិនអីទេបាទចាំវាដុះធំវែងតិចចាំយើងកាត់វាបាទហើយយើងមើលឥឡូវនេះទេសភាពនៅខាងក្រោយលបងខ្ញុំហ្នឹងបាទបងប្អូនឃើញទេបាទគឺវាស្រូវខៀវស្រងាត់តែម្ដងបាទហើយក៏មានគួរបាទមានផ្លែស្រូវចេញមកបដាបងប្អូននេះបាទឃើញទេបាទហើយឃើញទេសភាពស្អាតមែនតើបាទខាងក្រោយដីខ្ញុំណាបាទនៅពេលស្រូវនឹងចេញផ្លែឃើញពណ៌លឿងទុំស្អាតមែនទែនបងប្អូនបាទហើយឥឡូវនេះយើងមើលខាងជួរខាងក្រោយលបងខ្ញុំហ្នឹងបងប្អូនហើយយើងមើលទៅមុខវិញឃើញចេះបងប្អូនបាទឃើញស្រឡះតែម្ដងបាទនេះជាទស្សនភាពពេលល្ងាចបាទនៅឯកភ្នំយើងបាទស្រុកឯកភ្នំយើងហ្នឹងហើយយើងឃើញទេសភាពស្អាតបងប្អូនបាទខ្ញុំចូលជាងទៅខ្យល់បក់រំភើយត្រជាក់មែនតើបងប្អូនបាទគឺថាដូចយើងមានភាពសុខដុមរមនាជាមួយនឹងគេហៅថាទេសភាពធម្មជាតិបែបស្រុកស្រែនៅខេត្តបាត់ដំបងបាទហើយយើងឃើញមើលខាងក្រោយអញ្ចឹងគឺដឹកកតុយភ្នែកដែរបងប្អូនឃើញពណ៌ខៀវស្រងាត់តែម្ដងបាទឥឡូវហ្នឹងយើងមកមើលខាងក្នុងបែកជាប់ផ្ទះលោកកំហាក់ម្ដងបាទអូនកំហាក់ហ្នឹងបាទនៅជាប់ខាងខ្ញុំហ្នឹងបាទនៅខាងបែកខាងគាត់ហ្នឹងបាទគាត់មានសមាជិកតែ3នាក់ទេបាទផ្ទះគាត់អញ្ចឹងក៏ស្ងាត់ដែរបងប្អូនបាទនៅទីតាំងនេះបាទគឺអត់មានផ្ទះជាប់ខ្ញុំទេមានតែផ្ទះប្អូនកំហាក់មួយហើយខាងនោះគឺវាស្រែបងប្អូនបាទឥឡូវហ្នឹងយើងឃើញបាទឥឡូវនេះកាន់តែពេលរសៀលហើយបាទកាន់តែល្ងាចហើយយើងឃើញទស្សនភាពបាទនៅលើដីខ្ញុំហ្នឹងគឺចាប់ផ្ដើមចង់រកប្រងឹតទៅបងប្អូនបាទហើយខ្ញុំនឹងថតបន្តិចទៀតខ្ញុំនឹងចេញដំណើរទៅតាមផ្លូវភ្លោះឯកភ្នំយើងហ្នឹងដើម្បីជិះឆ្ពោះទៅផ្ទះវិញហើយខ្ញុំនឹងទៅញ៉ាំបាយនៅផ្ទះផងដែរបាទប៉ុន្តែខ្ញុំអត់ជិះត្រឡប់ទៅខាងក្រោយទេខ្ញុំចង់ថតចែកជូនបងប្អូននៅតាមផ្លូវភ្លោះឯកភ្នំហើយមុននឹងខ្ញុំត្រឡប់ទៅផ្ទះបាទខ្ញុំចង់ជិះលេងឲ្យស្គាល់ទឹកដីភូមិសាស្ត្រខេត្តបាត់ដំបងផងដែរបាទឥឡូវហ្នឹងខ្ញុំថតតែបន្តិចទៀតទេនៅទីតាំងដីនេះព្រោះឥឡូវហ្នឹងប
បងប្អូនកម្មករយើងនឹងគាត់ចាប់ផ្ដើមឈប់សម្រាកហើយបាទដោយសារពេលរសៀលហើយអញ្ចឹងគាត់ក៏សម្រាកញ៉ាំបាយញ៉ាំអីចឹងទៅបាទហើយចាំស្អែកចាំយើងបន្តការងារទៀតបងប្អូនបាទឥឡូវនេះពួកគាត់បានឈប់ហើយយើងឃើញទស្សនវិជ្ជាបាទរៀងស្ងាត់តែម្ដងបាទដោយសារពេលល្ងាចអញ្ចឹងនៅកន្លែងនេះបាទឮតែសំឡេងកូនក្អាត់ឬសត្វកង្កែបហ៊ីងបាទកំពុងតែយំតែម្ដងបាទនៅម្ដុំក្បែរដីខ្ញុំហ្នឹងបាទឮសូរឡើងរំពងតែម្ដងបាទសិតតែសត្វគេហៅថាសត្វដែលរស់នៅតាមជនបទណាបាទហើយឥឡូវហ្នឹងបាទខ្ញុំថតទៅខាងក្រោយឃើញផ្ទៃមេឃរៀងពណ៌ខ្មៅបងប្អូនបាទដោយសាររៀងមេឃគេហៅថាមេឃពេលល្ងាចបាទហើយថ្ងៃហ្នឹងក៏រៀបសឹងតែលិចដែរបងប្អូនបាទឥឡូវហ្នឹងខ្ញុំចង់បង្ហាញនៅទស្សនវិជ្ជាដីខ្ញុំនៅពេលល្ងាចបាទព្រោះរយៈកន្លងមកខ្ញុំថតចេះនៅពេលព្រឹកខ្ញុំមកដល់កន្លែងការដ្ឋានបាទហើយថ្ងៃនេះខ្ញុំមកដល់ម៉ោង 4 កន្លះបាទមកដល់កន្លែងការដ្ឋាននេះមកថតពេលល្ងាចម្ដងបាទព្រោះរវល់ការងារនៅកន្លែងផ្សេងបាទឥឡូវនេះយើងឃើញខ្ញុំថតពីចំហៀងខាងក្រោយដែលជាប់នឹងផ្ទះបងអូនកំហាក់ហ្នឹងបាទខ្ញុំថតទៅចេះគឺចេះបងប្អូនបាទឃើញដីយើងធំទូលាយល្អបាទហើយខាងក្រោយហ្នឹងក៏បាននិយាយថាប៉ាតស៊ីម៉ង់ជញ្ជាំងហ្នឹងរួចរាល់ហើយដែរបាទបងប្អូនឃើញទេបាទខាងនេះបាទយើងបានរួចរាល់អស់ហើយបាទនៅតែចំហៀងខាងក្រៅបាទចំហៀងខាងក្រៅយើងមិនទាន់បានប៉ាតទេបាទចាំបើសិនជាអត់ភ្លៀងទេស្អែកគេនឹងបន្តដំណើរបញ្ចប់ការប៉ាតស៊ីម៉ង់ជញ្ជាំងលបងហ្នឹងចប់ជាស្ថាពរតែម្ដងបងប្អូនបាទអញ្ចឹងបាទខ្ញុំថាការងាររបស់យើងធ្វើពេលនេះគឺអាស្រ័យទៅលើគេហៅថាអាកាសធាតុផងដែរបងប្អូនបាទខាងនេះអីគឺយើងចាក់រួចរាល់ហើយបែកខាងក្នុងបងប្អូននេះបាទស៊ីម៉ង់យើងបានរៀបរាល់ហើយទាំងអស់ហ្មងបែកខាងនេះបាទនៅតែបែកខាងជាប់ស្រែទេដែលយើងមិនទាន់បានចាក់បែកនៅខាងក្រៅហើយនៅមួយចំនួនទៀតនៅខ្វះមិនទាន់បានចាក់ស៊ីម៉ង់ជញ្ជាំងនឹងផងដែរបងប្អូនបាទឥឡូវនេះយើងឃើញទស្សនវិជ្ជាមើលទៅមុខបាទឃើញស្ងាត់មែនទែនបងប្អូនដោយសារពេលនេះពេលម៉ោង5ជាងបងប្អូនបាទ5-15នាទីហើយយើងឃើញតែធម្មជាតិទេដែលនៅពេលល្ងាចនេះបាទមានដើមចេកដើមព្រីងអីចឹងទៅបាទហើយឥឡូវនេះយើងឃើញខ្ញុំដើរមកដល់ពាក់កណ្ដាលហ្នឹងយើងឃើញចេះបងប្អូនយើងឃើញការងារសំណង់បាទគាត់បានដឹកខ្លះហើយនៅសល់តែកញ្ចុះទេបាទកញ្ចុះគាត់បានលើកទៅដាក់ចិត្តលបងខាងមុខបាទសម្រាប់ឲ្យបងប្អូនគាត់គេងនៅយាមការដ្ឋាននេះបាទព្រោះការងារគាត់មិនទាន់បានចប់ទាំងស្រុងអញ្ចឹងហើយគាត់នៅគេងយាមជាបន្តទៀតបាទឥឡូវនេះយើងទៅបែកខាងមុខដីខ្ញុំហ្នឹងបាទឥឡូវយើងឃើញទស្សនវិជ្ជាបាទពីមុខបាទឥឡូវហ្នឹងខ្ញុំនឹងរៀបចំចេញដំណើរទៅជិះតាមផ្លូវភ្លោះឯកភ្នំបាទដើម្បីទៅថតនៅទីនោះបន្តិចដើម្បីឲ្យបងប្អូនបានមើលបាទនៅគេហៅថាទេសភាពពេលល្ងាចបាទតើស្រស់ស្អាតយ៉ាងណាបាទនៅតាមដងផ្លូវបាទនេះឥឡូវហ្នឹងមុននឹងខ្ញុំចេញទៅបងប្អូនឥឡូវទេសភាពនៅទីនេះរៀងងឹតចាប់ដើមងឹតបន្តិចហើយបងប្អូនបាទហើយយើងឃើញខាងលបងខាងមុខហ្នឹងក៏បានចាប់ជីបាទចាប់ជីរួចអស់ហើយបាទខាងមុខនេះគឺចប់ជាស្ថាពរបងប្អូនបាទនៅតែលាបថ្នាំទេបាទនឹងដាក់ចម្លងដែកនៅខាងមុខបាទឥឡូវនេះខ្ញុំចេញដំណើរចេញពីកន្លែងដីខ្ញុំហ្នឹងបងប្អូនហើយខ្ញុំធ្វើដំណើរទើបតែចេញពីកន្លែងមុខវត្តឯកភ្នំហ្នឹងបាទឥឡូវនេះខ្ញុំចេញពីកន្លែងមុខវត្តហ្នឹងហើយយើងធ្វើដំណើរទាំងអស់គ្នានៅតាមផ្លូវភ្លោះឯកភ្នំនេះបាទដើម្បីថតនៅទេសភាពបាទពេលល្ងាចបាទដើម្បីចែកជូនបងប្អូនទស្សនាកម្សាន្តបាទជាហូហែនៅតាមផ្លូវនេះផងដែរបាទហើយយើងឃើញផ្លូវភ្លោះឯកភ្នំហ្នឹងគឺនៅចន្លោះកណ្ដាលហ្នឹងគឺជាបន្លាយទឹកយ៉ាងវែងបាទសម្រាប់បងប្អូនយើងប្រើប្រាស់ក្នុងការធ្វើដំណាំស្រូវបាទហើយយើងឃើញហើយតាមផ្លូវហ្នឹងបាទគឺមានផ្ទះបងប្អូននៅសងខាងហើយកន្លែងក៏មានហាងបាទជាទូទៅម្ដុំនេះសាហាងបងប្អូនពីមុនណាតាំងពីសេដ្ឋកិច្ចមិនទាន់ធ្លាក់គឺហាងច្រើនមែនទេបងប្អូនបាទឥឡូវហ្នឹងហាងក៏បានបិទច្រើនដែរបងប្អូនបាទនៅសល់មួយហើយការលក់ដូរហ្នឹងបាទក៏មិនសូវដាច់ផងដែរបាទដោយសារសេដ្ឋកិច្ចយើងមិនមានភាពរីកចម្រើនបងប្អូន
bà lời nắng nhưng khơi tết phiệp tam lấy bà miền kỳ lụa hồ hai chẳng tới hơi tiệt chia porot dương bà nơi song hàng lấy nó một bồn bà nó chia tết phiệp về là nghiệt bà những khơi castít riêng đồng bộ maiที่บางbồn rồi ai plieng rồi còn mình plieng màยังคือบ้านในทางเฟนไดชมนั้นคือเชียร์อะไรกินลวกหางลวกสัตว์อังบ้านไอ้คือใครไหมบางคนบ้านทางนั้นนะบ้านเฟนไดชมนั้นบ้านมีกลุ่มสอบบ้านไอ้ทางนั้นก็เชียร์เตะบอกเกมมือได้บ้านบอกเตะที่สาบางคนกันนะบ้านทางสามไดชมนั้นบ้านทางนอกคนจังได้บ้านเตะที่ทุ่มเอาละบองกีโกละอสะอาดของได้บ้านเอาอย่างไรนี่ยืนเป็นต่อดำนาเป็นออกนี่ตือบุกที่บางคนយើងជិះយកខ្យល់អាកាសផងពីរុស្ស៊ីអញ្ចឹងបាទហើយខ្ញុំចង់ជិះមើលភូមិសាស្ត្រទីតាំងនៅម្ដុំនេះបាទគឺគេថាកន្លែងនេះសម្ពាធហាងអីច្រើនណាបាទប៉ុន្តែជាទូទៅការសេដ្ឋកិច្ចយើងមានមិនធ្លាក់បាទមានភាពរីកចម្រើនគឺឃើញមានគេលក់ហាងជាហូរហែតាមផ្លូវហ្នឹងណាបាទឥឡូវដោយសារសេដ្ឋកិច្ចយើងមិនមានភាពលូតលាស់ចឹងហាងបិទជាបន្តបងប្អូនបាទហាងសាច់អាំងសាច់អីនឹងអត់មានច្រើនដូចកាលមុនទេបាទឥឡូវនេះខ្ញុំជិះមកដល់ខាងនេះវិញបងប្អូនឃើញហើយបាទសុទ្ធតែវាលបាទយើងជិះរៀងផុតភូមិណាបាទផុតភូមិហើយមកដល់កន្លែងនេះមានផ្ទះដូចថាមួយបាទមិនជាប់គ្នាដូចដែលខ្ញុំចេញពីកន្លែងវត្តឯកភ្នំអំបញ្ញវិញទេបាទហើយកន្លែងនេះក៏មានផ្ទះគេបាទនេះដូចផ្ទះល្វែងអញ្ចឹងបងប្អូនបាទផ្ទះបរិយបាទគេហៅផ្ទះបរិយគេធ្វើដើម្បីដាក់លក់ហ្នឹងបងប្អូននេះបាទហើយការលក់ដូររបស់គាត់ហ្នឹងមិនដាច់ទេបងប្អូនថ្ងៃណាខ្លះហ្នឹងគាត់លក់បានតែ 20000 ទេបាទបងប្អូនក្នុងមួយថ្ងៃទេបាទនេះតាមដែលគាត់ប្រាប់ខ្ញុំបាទគឺបងប្អូនយើងខ្សត់មែនតើបាទនៅទីនេះហើយកន្លែងនេះក៏មានហាងសាំងមួយធំដែរបងប្អូននៅតាមផ្លូវភ្លោះឯកភ្នំហ្នឹងបាទឥឡូវនេះយើងជិះទៅត្រង់រហូតទៅដល់ខេត្តបាត់ដំបងវិញបងប្អូនបាទឥឡូវនេះខ្ញុំនៅពេលដែលខ្ញុំថតកន្លែងនេះបន្តិចទៀតបាទខ្ញុំនឹងបញ្ចប់វីដេអូរបស់ខ្ញុំហើយខ្ញុំនឹងទៅញ៉ាំបាយនៅផ្ទះបងប្អូនបាទអូខេឥឡូវនេះយើងមកដល់ផ្ទះហើយបងប្អូនស្រីក៏បានរៀបចំបាទមានបាយមានសម្លប្រហើរហើយនឹងទឹកត្រីមួយចានបាទមានដាក់ខ្ទឹមសហើយនឹងម្ទេសបាទខ្ញុំនឹងញ៉ាំ2នាក់កំយ៉ាបាទបាយអ្នកមួយចានហ្នឹងបងប្អូនបាទបងប្អូនស្រីបានរៀបចំទុកឲ្យរួចជាស្រេចបាទឥឡូវនេះម៉ោង 7:07 ហើយបងប្អូនបាទឥឡូវនេះមកញ៉ាំបាយជាមួយខ្ញុំទាំងអស់គ្នាបងប្អូនបាទហើយមានតែ2មុខហ្នឹងទេបាទមានទឹកត្រីមួយមុខហើយសម្លប្រហើរមួយមុខបាទទឹកត្រីក៏យើងថាម្ហូបមួយមុខដែរបងប្អូនបាទអានេះគេហៅថាម្ហូបនៅតាមស្រែចម្ការបាទហើយម៉ោង 7:07 បងប្អូនឥឡូវនេះខ្ញុំគិតថានឹងញ៉ាំបាយសិនហើយយើងនឹងចាំជួបគ្នានៅថ្ងៃស្អែកទៀតបងប្អូនហើយខ្ញុំនឹងចង់ទៅថតនៅកន្លែងផ្សេងផងដែរបាទសូមអរគុណនិងជម្រាបលា